ដែរពូកោចង់បង្ហាញចក្រានកោក្នុងកោរបស់ពូកោអញ្ចឹងណាហើយអានេះគឺចង្ក្រានដែលពូធ្វើដោយខ្លួនឯងដោយផ្ទាល់ដៃហើយងាយស្រួលហើយមិនងាយទៅណាទេគឺដើមឡើយហ្នឹងកាលពេលម៉ាក់គាត់ធ្វើគឺគាត់កោប្រើចក្រានលើដុតអុសឬក៏ដាក់ខ្ជុំបាទហើយហេតុអ្វីបានជាពូផ្លាស់ប្ដូរមកប្រើជាចក្រានដៃនិយាយទៅចង្ក្រានយើងពីដើមហ្នឹងយើងចាំតែមើលណាចក្រានលើយើងដាក់ខ្ជុំឬក៏ដុតអុសអញ្ចឹងណាចក្រានយើងជាទៅវាអានេះវាមានអីទប់ឆ្នាំងយើងទេហើយនំកោនៅពេលដែលយើងកោគឺប្រើកម្លាំងដោយសារម្សៅវាខាប់វាអត់រាវដូចយើងបបរឬក៏ដូចអីទេអញ្ចឹងយើងកោវាម្សៅវាខាប់ហើយបើយើងឆ្នាំងទប់អត់ចប់ឆ្នាំងវានឹងរត់ហើយបើសិនជាចក្រានវាធំណាស់វាអាចទប់ចប់វាងាយនឹងបែកចក្រានវាផុយវាងាយនឹងបែកហើយអានេះដំបង version ដំបងគេហើយបន្ទាប់មកនេះបានពូប្រើអញ្ចេះហើយចក្រាននេះឥឡូវក៏ពូឈប់ប្រើដែរគឺពូផ្សារដែកអមជុំវិញហើយយើងដាក់ឆ្នាំងនៅកណ្ដាលនេះហើយបានយើងប្រើស្នៀតសកត់ឆ្វេងស្ដាំអញ្ចឹងណាតែវានៅតែបែកនេះនៅតែបែកហើយមួយទៀតយើងពិបាកកោពេលយើងកោទៅពេលនំឆ្អិននោះនៅឆ្អិនទៅខ្ជុំចង្កាវានេះវាច្រើនវាក្តៅដល់ពេលវាក្តៅវាធ្វើឲ្យនំវាអាចខ្លោចហើយបើយើងកើអាខ្ជុំយើងនេះវាផេះច្រើនទៅវាស្ទើក៏នំវាក្រឆ្អិនវាចំណាយពេលយូរបាទហ្នឹងអានេះឆ្នាំងចក្រានពីដើមដែលកូន version ដំបូងណាបាទនេះ version ចុងក្រោយគឺពូប្រើចក្រានហ្គាសបាទចក្រានហ្គាសនេះអានេះកាបេ8តែយើងប្រើភ្លើងតិចដែរទេដោយសារចក្រានហ្គាសវាងាយស្រួលក្នុងការបន្ថយឬក៏ដំឡើងភ្លើងនៅពេលយើងនំឆ្អិនហើយអញ្ចឹងណាយើងអាចតម្លាក់វាបានហើយនំអត់ខ្លោចហើយអត់ឆ្ងៀមផ្សែងភ្លើងដូចយើងកូអស់ឯងបាទហើយអានេះយើងទប់ខាងឆ្វេងទប់ខាងស្ដាំហើយអាខាងនេះយើងអាចដកបានប្រើប្រាស់ផ្សេងបានអញ្ចឹងណាបាទហ្នឹងចង់មកអួតក៏ថាបានបង្ហាញឬចែករំលែកក៏ថាបានដែរអញ្ចឹងអានេះយើងទប់ឆ្វេងស្ដាំហើយដល់ពេលយើងដាក់ឆ្នាំងយើងចូលឆ្នាំងតូចឬក៏ធំយើងមានប្រឡងរឹតឆ្វេងស្ដាំទៀតនេះអញ្ចឹងអត់អីទេអានេះហើយវាធន់ដោយសារយើងប្រើដៃក្រាស់ហើយក្នុងការកូរនំកូរគឺវាងាយស្រួលទីមួយវាអត់អង្គើឆ្នាំងយើងកូរបានខ្លាំងបានញាប់ម្សៅម៉ត់ល្អបើចក្រានយើងអង្គើឬក៏ចង្ក្រានយើងវាអត់ណែននៅពេលយើងកូរទៅនំយកហៀងកូរខ្លាំងឯដល់កូរខ្លាំងនំម្សៅវានៅដុំវាអត់ម៉ត់ល្អបាទអញ្ចឹងអានេះគាត់ជាការចែករំលែកឲ្យលោកបងប្អូនណាចង់កូរនំកូរអីចឹងទៅមិនដឹងរកចក្រានមិនឬក៏ចក្រានវល់តែបាក់វល់តែបែកអីចឹងណាព្រោះចក្រានលើប្រើអស់ច្រើនណាយ៉ាងច្រើនដល់មួយឆ្នាំឯត្រេដោហើយតែអានេះបោះពូមានតាណាទេ3ឆ្នាំឯនៅដដែលគាត់នៅវាប្រឡាក់កតិចនេះប៉ុន្តែអត់អីទេខាងក្នុងនៅខ្ចីញញបាទអញ្ចឹងនេះជាការចែករំលែកមួយសម្រាប់បងប្អូនណាដែលចង់កូរនំកូរឬក៏កូរអ្នកកូរលោតកូរអីក៏បានដែរតែកូរកម្លាំងធ្ងន់ណាយើងអាចយកទៅច្នៃធ្វើបានបាទអរគុណ